Saiរឿងយើងបានចាប់ផ្ដើមដោយមានបុរសម្នាក់កំពុងតែជិះកង់នៅតាមផ្លូវគាត់នេះមានឈ្មោះថា Terry ដែលគាត់ជាតួអង្គឯកនៃរឿងនេះឯងខណៈពេលដែលគាត់កំពុងតែជិះកង់ហ្នឹងស្រាប់តែមានឡានប៉ូលីសមួយគ្រឿងបានមកបុកគាត់ចំពីក្រោយដែលប៉ូលីសនេះមានឈ្មោះថា Ivan ចំណែកឯប៉ូលីសម្នាក់ទៀតដែលគាត់មកក្រោយហ្នឹងគាត់មានឈ្មោះថា Steve Terry គាត់ឆ្ងល់ហើយគាត់បានសួរទៅប៉ូលីសថាតើគាត់បានធ្វើអ្វីខុសហេតុអីបានជាត្រូវចាប់គាត់បែបនេះប៉ូលីសបានប្រាប់ថាគេបានតាមគាត់ប្រហែលជា2គីឡូម៉ែត្រមកហើយតែដោយសារតែគាត់មិនឈប់ទើបបានជាគេសម្រេចចិត្តបុកគាត់តែម្ដងទៅ Terry បានប្រាប់ថាគាត់មិនមានបំណងក្នុងការគេចវេះនោះទេមូលហេតុដែលគាត់មិនឈប់គឺដោយសារតែគាត់មិនលឺព្រោះគាត់កំពុងតែពាក់កាសស្ដាប់ចម្រៀងចំណែក Steve ឯនេះវិញគេបានយកប្រវត្តិ Terry ទៅឆែកមើលហើយគេបានឃើញថា Terry នេះមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយតែពួកគេនៅតែបន្តឆែកឆេរ Terry រហូតដល់ឃើញដុំមួយដែលក្នុងនោះមានលុយដល់ទៅ$30,000ជាងប៉ូលីសបានសួរ Terry ថាតើគេបានលុយនេះមកពីណា Terry ក៏បានឆ្លើយថាលុយនោះគឺគេបានមកពីការលក់ភាគហ៊ុននៃហាងរ៉ូស៊ីមួយកន្លែងហើយគោលបំណងរបស់គេគឺយកលុយនេះទៅតុលាការដើម្បីធានាបងប្អូនជីដូនមួយរបស់គេដែលត្រូវបានប៉ូលីសឃុំឃាំងទុកហើយលុយដែលសេសសល់ប៉ុន្មានទៀតគឺគេយកទៅទិញឡានដើម្បីជិះតែប៉ូលីសគេបានសម្រេចឃាត់លុយរបស់ Terry ទុកព្រោះគេគិតថា Terry ប្រហែលជាបានលុយទាំងអស់នេះមកដោយការខុសច្បាប់ Terry បានប្រាប់ឲ្យប៉ូលីសចុះឆែកដល់ហាងរបស់គេនោះតែម្ដងក៏បានដើម្បីឲ្យច្បាស់ថាតើលុយនោះគេបានមកពីណាឲ្យពិតប្រាកដតែប៉ូលីសបានតបមកថាគេត្រូវតម្កល់លុយ Terry ទុករយៈពេល30ថ្ងៃសិនហើយបើសិនជា Terry នៅតែចចេះចង់តវ៉ាអ្វីផ្សេងទៀតនោះពួកគេអាចមានសិទ្ធិចាប់ Terry ដាក់គុកបាន Terry ឯនេះវិញដោយសារតែគាត់គ្មានជំរឿគាត់ក៏យល់ព្រមតាមនឹងទៅបន្ទាប់ពីត្រូវបានប៉ូលីសដោះលែងភ្លាម Terry ក៏បានបន្តដំណើរទៅកាន់តុលាការផ្លែតហើយគាត់បានរៀបរាប់ទៅប្រាប់មេធាវីថាអំឡុងពេលដែលគាត់កំពុងជិះកង់មកគាត់ត្រូវបានប៉ូលីសបុកពីក្រោយហើយថែមទាំងបានយកលុយរបស់គាត់ទាំងអស់ទៅតម្កល់ទុកផងដែរតែ Elliot ដែលគាត់ជាស្មៀនដែលធ្វើការនៅទីនេះគាត់បានប្រាប់ទៅ Terry ថាបើសិនជាគាត់គ្មានលុយ$10,000យកមកដោះទេនោះគេនឹងមិនដំណើរការក្តីឲ្យគាត់ឡើយហើយគាត់ក៏គ្មានលទ្ធភាពក្នុងការជួយ Terry ដែរហើយគាត់ក៏បានប្រាប់ Terry បន្ថែមថាខាងតុលាការគេបាននឹងកំពុងរៀបចំដំណើរការក្តីដើម្បីបញ្ជូនប្អូនជីដូនមួយរបស់គាត់ទៅគុកធំហើយចំណែកឯ Terry នៅពេលដែលគាត់បានឮបែបនេះហើយគឺគាត់មិនសប្បាយចិត្តនោះទេព្រោះគាត់ដឹងថាគុកធំនោះវាមិនល្អសម្រាប់បងប្អូនជីដូនមួយរបស់គាត់ឡើយ Elliot ក៏បានប្រាប់ Terry ថាគាត់ចូលរួមសោកស្ដាយផងព្រោះគាត់មិនអាចជួយអ្វី Terry បានទេព្រោះគាត់ត្រឹមតែជាស្មៀនដែលធ្វើការនៅទីនេះប៉ុណ្ណោះហើយបើសិនជាចង់ឲ្យដោះស្រាយរឿងនេះចេញគឺ Terry ត្រូវតែរកមេធាវីមកការពារក្តីតែចៃដន្យអីនៅតំបន់នេះមិនមានមេធាវីណាដែលជួយអ្នកក្រីក្រឬមិនមានលុយនោះឡើយ Terry នៅពេលដែលគាត់បានឮបែបនេះហើយគាត់កាន់តែស្រឡាំងកាំងថែមទៀតហើយ Elliot ដោយសារតែដល់ម៉ោងហើយគាត់ក៏រៀបចំកាតាបចេញទៅផ្ទះបាត់ទៅចៃដន្យអីមានបុគ្គលិកស្រីម្នាក់ទៀតចូលមកស្វាគមន៍រាក់ទាក់ជាមួយនឹង Terry ដែលគាត់មានឈ្មោះថា Summer ត្រូវជាបងស្រីរបស់ Elliot ហើយនឹងត្រូវជាតួអង្គស្រីនៅក្នុងរឿងនេះផងដែរហើយគាត់បានស្ម័គ្រចិត្តចូលរួមជាមួយ Terry ក្នុងការដោះស្រាយរឿងក្តីនេះហើយពួកគេក៏បានបន្តទៅពិភាក្សាគ្នានៅហាងកាហ្វេមួយកន្លែងដែលនៅក្បែរនោះ Summer បានរៀបរាប់ប្រាប់ Terry ថាអ្វីដែលប៉ូលីសបានធ្វើមកលើគាត់នោះវាមិនត្រឹមត្រូវនោះទេព្រោះពួកគេគ្មានសិទ្ធិឃាត់លុយរបស់ Terry ទុកយ៉ាងយូរបែបនេះនោះឡើយហើយនាងបានប្រាប់ទៀតថាដោយសារតែមេប៉ូលីសនៅតំបន់នេះគាត់មានអំណាចខ្លាំងណាស់គ្រប់របស់ដែលគាត់ឃាត់ទុកគាត់មានសិទ្ធិសម្រេចគ្រប់យ៉ាងទៅលើវាដូចជាលុយរបស់ Terry នោះទោះបីជាគាត់ចង់យកលុយនោះទៅទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទៅទិញរបស់ប្រើប្រាស់ដាក់ក្នុង office ក៏គ្មានអ្នកណាហ៊ានថាអីឲ្យគាត់ដែររំពេចនោះក៏មានប៉ូលីសផ្សេងទៀតបានចូលមកក្នុងហាងកាហ្វេនេះដែរនាងក៏ប្រញាប់នាំ Terry ចេញទៅក្រៅព្រោះនាងដឹងថាប៉ូលីសទាំងនេះសិតតែបាក់ពួកដែលនាងបាននិយាយអំបញ្ញមិញនេះឯងនៅពេលដែលចេញពីហាងកាហ្វេ Terry ក៏បានផ្ដល់ព័ត៌មានមួយចំនួនឲ្យទៅ Summer ដោយគេបានប្រាប់ថាបងប្អូនជីដូនមួយរបស់គេមានឈ្មោះថា Mike ហើយគេត្រូវបានប៉ូលីសឃាត់ខ្លួនពីបទកាន់កាប់និងប្រើប្រាស់កញ្ឆាក្នុងចំនួនដ៏ច្រើនលើសលប់ Summer បន្ទាប់ពីនាងបានឮហើយនាងក៏ឆ្ងល់ថាគ្រាន់តែជាប់ចោទពីបទស្រាលបែបនេះសោះហេតុអ្វីបានជាត្រូវការលុយលួសខ្លួនដល់ទៅ$10,000 Terry ក៏បានប្រាប់ទៅ Summer បន្ថែមថាបងប្អូនជីដូនមួយរបស់គេដែលមានឈ្មោះថា Mike ហ្នឹងធ្លាប់ធ្វើជាសាក្សីឲ្យរឿងក្តីឃាតកម្មមួយផងដែរហើយបើសិនជារូបគេត្រូវបានផ្ទេរទៅគុកធំមែននោះគេនឹងត្រូវប្រឈមមុខជាមួយនឹងក្រុមហ្គេងនោះជាមិនខានហើយច្បាស់ណាស់ដែលក្រុមហ្គេងនោះនឹងមិនទុកជីវិតឲ្យម៉ៃនោះឡើយតែ Summer បានប្រាប់ Terry ថាគេនៅមានពេល2-3ថ្ងៃទៀតមុនពេលដែលម៉ៃត្រូវបានបញ្ជូនទៅគុកធំនាងក៏ឆ្ងល់ថាតើក្នុងអំឡុងពេល2-3ថ្ងៃទៀតនេះតើ Terry អាចរកលុយមកបានគ្រប់អត់ Terry បានតបថាប្រហែលជាគេអាចរកបានព្រោះគេដឹងថាត្រូវពឹងអ្នកណាហើយ Terry ក៏ឆ្លៀតសួរទៅ Summer ថាតើនាងជាមេធាវីនៅតំបន់នេះមែន Summer បានតបថាត្រូវហើយនាងគឺជាមេធាវី
តែគ្រាន់តែជាមេធាវីកិច្ចសន្យាតែប៉ុណ្ណោះ Terry ក៏បានសួរទៀតថាតើហេតុអ្វីបានជា Summer ស្ម័គ្រចិត្តមកជួយគាត់ Summer បានឆ្លើយថា Terry ច្បាស់ជាត្រូវការនាងព្រោះនៅតំបន់នេះ Terry មិនដឹងទៅពឹងពាក់អ្នកណានោះទេបន្ទាប់ពីការសន្ទនាត្រូវបានបញ្ចប់ពួកគេទាំងពីរក៏បានបំបែកគ្នាទៅបន្ទាប់មក Terry ក៏បានតាក់ទងទៅ Mr. Lu ដើម្បីសុំខ្ចីលុយ$10,000ដើម្បីមកធានាខ្លួន Mike ឲ្យនៅក្រៅឃុំ Mr. Lu រៀបនឹងវេលុយនោះឲ្យមក Terry ហើយតែដោយសារនៅតំបន់នោះគ្មាន Western Union ទើប Terry សុំវេនៅថ្ងៃស្អែកវិញពេលយប់ក៏បានមកដល់ឯ Terry ក៏កំពុងដាច់លុយអញ្ចឹងហើយការស្នាក់នៅក្នុងព្រៃជារឿងដែលល្អបំផុតសម្រាប់ Terry ណាមួយដោយសារតែគាត់ធ្លាប់ជាអតីតទាហាន Marine អញ្ចឹងការស្នាក់នៅក្នុងព្រៃនិងការតាមប្រមាញ់ម្ហូបមិនមែនជាបញ្ហាសម្រាប់គាត់ឡើយនៅពេលព្រឹកឡើង Terry ក៏បានធ្វើដំណើរទៅប៉ុស្តិ៍ប៉ូលីសនៅទីនោះគាត់បានជួបជាមួយនឹង Jessica ហើយគាត់បានសូមដាក់ពាក្យបណ្ដឹងពីបទចោរកម្មតែចៃដន្យអីពេលនោះ Steve ក៏គេបានមកដល់ office ល្មមហើយមើលទៅគេហាក់បីដូចជាមិនសប្បាយចិត្តនោះទេនៅពេលដែលឃើញ Terry មកដាក់ពាក្យបណ្ដឹងបែបនេះហើយគេក៏បាននិយាយទៅកាន់ Terry ថាប៉ូលីសអាចនឹងបើកការស៊ើបអង្កេតទៅលើ Terry ពីបទដែល Terry ដាក់ពាក្យបណ្ដឹងនៅរឿងដែលមិនពិតខណៈពេលនោះមេប៉ុស្តិ៍ដែលមានឈ្មោះថា Sandy គាត់ក៏បានដើរចូលមកហើយនិយាយថាគាត់បានអាននិងមើលសំណុំរឿងរបស់ Terry រួចហើយគាត់បានអះអាងថាអ្វីដែលបានកើតឡើងនេះគឺកូនចៅគាត់គ្រាន់តែធ្វើតាមទូនីតិតែប៉ុណ្ណោះហើយគាត់បានបន្តទៀតថាបើសិនជា Terry ហ៊ានប្តឹងនោះ Terry នឹងត្រូវគេចោទប្រកាន់ពីបទព្រហ្មទណ្ឌព្រោះគាត់ចាប់បានថា Terry បានលួចថតសំឡេងនៅក្នុងប៉ុស្តិ៍ប៉ូលីសដោយគ្មានការអនុញ្ញាតពេលនោះគាត់មានការខឹងទៅលើ Terry ខ្លាំងណាស់ហើយគាត់បានដេញ Terry ឲ្យចេញពីប៉ុស្តិ៍ប៉ូលីសតែ Terry បានតបថាគាត់ចង់ជួបមុខបងប្អូនជីដូនមួយរបស់គាត់សិនហើយមុននឹងគាត់ចេញទៅគាត់គួរតែបានលុយរបស់គាត់មកវិញផងដែរគាត់បានបង្ហាញរូបឡានដែលគាត់នឹងត្រូវទិញហើយលុយដែលនៅសល់ទាំងប៉ុន្មានទៀតគឺគាត់នឹងយកវាទៅរកស៊ីបន្តតែ Sandy គាត់មិនខ្វល់នោះទេគាត់បានប្រាប់ Terry ថាបើសិនជាចង់ដោះស្រាយត្រូវទៅដោះស្រាយនៅតុលាការទៅហើយគាត់ថែមទាំងបានដេញ Terry ចេញពីប៉ុស្តិ៍ប៉ូលីសនេះទៀតផងតែ Terry គាត់បានសុំចរចាក្នុងលក្ខខណ្ឌថ្មីមួយផ្សេងទៀតគាត់បាននិយាយថាគាត់មិនចង់ប្រឹងផ្ដាល់អ្វីវែងឆ្ងាយទៀតនោះទេគាត់សុំត្រឹមតែលុយមកវិញ$10,000តែប៉ុណ្ណោះហើយសល់ប៉ុន្មានទៀតគឺគាត់ទុកឲ្យ Sandy និយាយរួមទៅគឺគាត់ធ្វើម៉េចដើម្បីឲ្យតាម៉ៃបានចេញនៅក្រៅឃុំតែប៉ុណ្ណោះ Sandy ឯនេះវិញនៅពេលដែលគាត់បានឮលក្ខខណ្ឌរបស់ Terry ហើយគាត់ក៏គិតមួយស្របក់បន្តិចក្រោយមកគាត់ក៏ងាកទៅសួរកូនចៅរបស់គាត់ថាតើឡានដែលត្រូវដឹកម៉ៃទៅគុកថ្មីនោះនឹងត្រូវចេញទៅនៅពេលណាដែរកូនចៅរបស់គាត់បានតបថាឡាននោះនឹងត្រូវចេញទៅនៅថ្ងៃច័ន្ទនាម៉ោង9ព្រឹក Sandy ក៏បានយល់ព្រមជាមួយនឹង Terry ដោយបានណាត់ជាមួយនឹង Terry ឲ្យមកប៉ុស្តិ៍ប៉ូលីសនេះម្ដងទៀតនាថ្ងៃច័ន្ទឲ្យបានមុនម៉ោង9ព្រឹក Terry បន្ទាប់ពីគេបានឮបែបនេះរូបគេក៏យល់ព្រមចាក់ចេញពីទីនោះទៅសាច់រឿងរបស់យើងក៏បានកាត់មកដល់ថ្ងៃច័ន្ទនៅពេលដែល Terry បានទៅដល់ប៉ុស្តិ៍ប៉ូលីសស្រាប់តែឡានដែលបានដឹកម៉ៃនោះគឺបានចេញទៅបាត់ហើយ Terry ក៏បានសួរទៅ Sandy ថាក្រែងថាលោកណាត់គ្នាឲ្យខ្ញុំបានឃើញមុខម៉ៃអីSandy ក៏បានតបថាខ្ញុំគោរពតាមពាក្យសន្យាធម្មតាតែកំហុសគឺមកពី Terry ឯងទេដែលមកយឺត3នាទីសម្រាប់ទឹកមុខ Terry យើងមើលទៅហាក់បីដូចជាគេមានការអស់សង្ឃឹមខ្លាំងណាស់បន្ទាប់មក Terry ក៏បានជិះកង់ដេញតាមឡានដែលដឹកម៉ៃទៅនោះដោយសារតែឡានបានចេញទៅរៀងយូរដែរហើយអញ្ចឹងហើយតើគេជិះផ្លូវកាត់ទម្រាំទៅតាមឡាននេះទាន់ Terry បានប្រាប់ទៅម៉ៃថារូបគេបាននឹងកំពុងរៀបចំឯកសារហើយនឹងលុយដើម្បីធានាខ្លួនម៉ៃឲ្យចេញពីគុកហើយ Terry ក៏បានប្រាប់ម៉ៃបន្តទៀតថាមិនបាច់ភ័យមិនបាច់បារម្ភនៅពេលទៅគុកថ្មីនោះទេព្រោះបន្ទាប់ពីគេរៀបឯកសារហើយនោះម៉ៃនឹងបានចេញក្រៅឃុំហើយ Terry បានទឿនទៅម៉ៃបន្ថែមថានៅទីនោះសូមមេត្តាប្រុងប្រយ័ត្នហើយសូមកុំធ្វើអីផ្ដេសផ្ដាសសោះបន្ទាប់មក Terry ក៏បានប្រញាប់តាក់ទងទៅ Mr. Lu ដើម្បីសុំយកលុយខ្ចី$10,000ដែលគេបានចរចាគ្នារួចមកហើយតែលើកនេះ Mr. Lu បានបដិសេធសំណើនេះហើយគាត់បានប្រាប់ថាកាលពីព្រឹកមិញមានប៉ូលីសមួយក្រុមបានមកចុះឆែកឆេរហាងរបស់គាត់ហើយបានរឹបអូសទូដែករបស់គាត់យកទៅតម្កល់ទុកនៅប៉ុស្តិ៍ប៉ូលីសបាត់ហើយ Terry បន្ទាប់ពីគាត់បានឮបែបនេះគាត់ក៏បាននិយាយសុំទោសទៅកាន់ Mr. Lu តាមពិតទៅការដែលគាត់ដាក់ពាក្យបណ្ដឹងគឺគាត់គ្រាន់តែចង់បង្ហាញពីភាពស្អាតស្អំនៃលុយរបស់គាត់តែប៉ុណ្ណោះហើយគាត់បានប្រាប់ Mr. Lu ថារឿងនេះទុកឲ្យគាត់ជាអ្នកដោះស្រាយវាដោយខ្លួនឯង Terry ក៏បានធ្វើដំណើរទៅតុលាការហើយបានប្រាប់ទៅ Summer ថាមេប៉ុស្តិ៍ Sandy បានប្រើល្បិចមកលើរូបគេព្រោះសាច់ញាតិគេដែលជាម៉ៃនោះត្រូវបានឡានដឹកយកទៅបាត់ហើយ Summer បានប្រាប់ទៅ Terry ថាឲ្យនាងចូលរួមសោកស្ដាយផងហើយរូបនាងក៏ត្រូវបានគេហាមមិនឲ្យការពារក្តីឲ្យ Terry តទៀតឡើយហើយនាងបានប្រាប់ឲ្យ Terry ចេញពីតុលាការនេះទៅឯ Terry ក៏បានត្រឹមតែមើលមុខ Summer ដោយការអស់សង្ឃឹមព្រោះតែជីវិតគាត់នៅពេលនេះគឺខ្មៅងងឹតតែម្ដងគាត់មិនដឹងត្រូវពឹងអ្នកណាទៀតឡើយព្រោះមនុស្សដែលគាត់គិតថាដែលអាចជួយគាត់បានតែពេលនេះពួកគេបែរជាបដិសេធជាមួយនឹងគាត់ទាំងអស់នៅពេលដែលគេចេញមកក្រៅគេបានវាយទ្វារយ៉ាងពេញទំហឹងដើម្បីបន្ធូរភាពតានតឹងរបស់គេហើយគេក៏បានព្យាយាមដើរចេញពីកន្លែងនោះទៅស្រាប់តែ Summer បានតាមគេមកតាមទ្វារក្រោយនាងបានប្រាប់ Terry ថាក្រុមការងារ
របស់នាងកំពុងតែដាក់ការសង្ស័យមកលើនាងដែលពួកគេនោះសុទ្ធតែជាគិញសម្ងាត់របស់ Sandy ហើយនាងបានមើលឃើញថារឿងមួយចំនួនហាក់មិនមានភាពប្រក្រតីនោះទេព្រោះនៅតំបន់នេះមិនមានរឿងក្តីដែលត្រូវដោះស្រាយច្រើននោះទេតែតុលាការបែរជាពន្យាពេលនៅក្នុងការដោះស្រាយរឿងក្តីដែលពាក់ព័ន្ធជាមួយនឹងម៉ៃទៅវិញហើយនាងក៏មិនបានដឹងថាមានរឿងអ្វីនៅពីក្រោយរឿងនេះនោះដែរហើយនាងបានសារភាពតាមត្រង់ថានាងពិតជាមិនអាចជួយអ្វីបានច្រើនទៅដល់ Terry នោះទេព្រោះនាងគិតថាបើសិនជានាងដឹងរឿងច្រើនពេកនោះពួកគេនឹងធ្វើបាបនាងជាមិនខានព្រោះនាងមានកូនតូចដែលត្រូវមើលថែតែនាងបានឲ្យដំណោះស្រាយទៅ Terry ថាមានវិធីដែលអាចជួយម៉ៃបាននោះ Terry នឹងត្រូវរកលុយឲ្យបាន$10,000ហើយរូបនាងនឹងជួយរៀបចំឯកសារផ្សេងៗសាច់រឿងក៏បានកាត់មកដល់ប៉ុស្តិ៍ប៉ូលីស Steve គេបានអានរបាយការណ៍ប្រាប់ទៅមេគេថាម្នាក់ដែលឈ្មោះ Terry ហ្នឹងធ្លាប់បម្រើការជាគ្រូបង្វឹកកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិកដែលហៅកាត់ថា MCMAP តែរូបគេបានឈប់ពីការងារនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយតែប៉ូលីសទាំងអស់នេះមិនបានដឹងថាពាក្យពេញនេះវាមានន័យថាយ៉ាងម៉េចនោះទេតែ Steve គេបានគិតថាពាក្យ MAP គឺមកពីពាក្យ map ដែលប្រែមកថាជាផែនទីឯ Jessica នាងក៏បានឆែកពាក្យនេះមើលនៅក្នុង Google តែចៃដន្យអីពេលនោះសេវា Wi-Fi ក៏មានបញ្ហាហើយនាងក៏បានដកដុំដើម្បី reset ស្រាប់តែពេលនោះ Terry ដែលជាតួឯករបស់យើងនេះក៏បានមកដល់ប៉ុស្តិ៍ប៉ូលីសម្ដងទៀត Sandy គេក៏បានកាន់កាភ្លើងហើយដើរចេញទៅ Terry ក៏បានបើកឆាកនិយាយមុនថាក្រែងយើងបានសន្យាគ្នាហើយតើអី Sandy ក៏បានតបទៅ Terry វិញថានេះប្រហែលជា Terry បានយល់ខុសហើយព្រោះ Terry មិនគួរសោកលុយគាត់នៅមុខកូនចៅរបស់គាត់នោះឡើយព្រោះទីនេះគឺជាតំបន់របស់គាត់មិនមែនជាតំបន់របស់ Terry នោះទេហើយគាត់ក៏បានដេញ Terry ឲ្យចេញពីតំបន់នេះគាត់ថែមទាំងចំអកលក់លុយទៅឲ្យ Terry ថាបើសិនជានៅទីនេះមានគុកគាត់ប្រហែលជាចាប់ Terry ដាក់គុកបាត់ហើយតួឯករបស់យើងឯនេះវិញក៏អស់ការអស់ធ្មត់ដែរព្រោះគាត់មកចរចាដោយស្រួលនោះទេតែអាប៉ូលីសមេប៉ុស្តិ៍នេះវិញបែរជាសម្ដីកាន់តែលយទៅគាត់ជួនអីពេលនោះសេវា Wi-Fi ក៏បានត្រឡប់មកវិញហើយ Jessica នាងក៏បាននិយាយមកទាំងភ័យថាពាក្យ MCMAP គឺបានសំដៅទៅដល់កងទ័ពពិសេសរបស់សហរដ្ឋអាមេរិកមួយប្រភេទដែលពួកគេនេះធ្វើការហាត់យ៉ាងម៉ត់ចត់ហើយមានវិន័យតឹងរ៉ឹងមែនទែននិយាយឲ្យចំទៅគឺ Terry នេះគេមានប្រវត្តិមិនអន់នោះទេ Steve នៅពេលដែលគេបានលើពាក្យនេះហើយគឺគេបុកពោះមែនទែនបន្ទាប់មកគាត់ក៏បានប្រាប់ទៅមេរបស់គាត់ឲ្យចេញឲ្យឆ្ងាយពី Terry Sandy ឯនេះវិញនៅពេលដែលបានលឺភ្លាមក៏ដកកំភ្លើងចេញមកផ្លែតតែ Terry ក៏បានចាប់កំភ្លើងនោះជាប់ហើយដោះគ្រឿងវាចេញរួចក៏បោះចោលទៅគាត់បានចាប់ Sandy ដើម្បីបាំងគ្រាប់បន្ទាប់មកទៀតគាត់ក៏បានហក់ទៅចាប់ Steve បោកទៅនឹងដីរួចហើយគាត់ក៏យក Sandy ធ្វើជាចំណាប់ខ្មាំងហើយបង្ខំឲ្យពួកប៉ូលីសចូលទៅខាងក្នុងវិញ Lead the way. Whoa, 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 whoa! Handle it. We got it. All right, 2 on patrol. This over with. Right, Chief. Don't you apologize. ហើយគាត់ក៏បានបញ្ជាឲ្យ Jessica ដាក់ខ្នោះពួកគេទាំងពីររួចហើយក៏ឲ្យ Jessica នាំគាត់ទៅកន្លែងដែលទុកលុយនៅទីនោះគាត់បានឃើញលុយហើយនឹងអាវុធជាច្រើនដែលពួកនោះវាបានលាក់ទុកហើយគាត់បានប្រាប់ឲ្យ Jessica យកលុយមកតែ$10,000បានហើយព្រោះគាត់បាននិយាយថាសន្យាគឺត្រូវតែសន្យានៅពេលដែលបានលុយហើយ Terry ក៏បានឲ្យ Jessica នាំគាត់ចេញទៅក្រៅដោយគាត់មិនចង់ឃើញខាងណារងរបួសនោះទេព្រោះគោលបំណងរបស់គាត់មកទីនេះគឺដើម្បីតែយកលុយតែប៉ុណ្ណោះ Jessica ឯនេះវិញគាត់បានដឹងច្បាស់ណាស់ពីប្រវត្តិរបស់ Terry ដូច្នេះហើយគាត់ក៏មិនហ៊ានប្រកែកជាមួយនឹង Terry នោះដែរ Terry ឯនេះគេបានធ្វើពុតជាដៃជាប់ខ្នោះតែតាមពិតគេចាក់តែមកចំហៀងទេហើយគាត់ប្រាប់ឲ្យ Jessica នាំខ្លួនគាត់ទៅដាក់ក្នុងឡានដែលមានប៉ូលីសជាច្រើនបានចាំនៅខាងក្រៅនេះផងដែរតែ Jessica នាងក៏បានកុហកពួកទាំងនោះថាគ្រប់យ៉ាងគឺអូខេហើយមិនបាច់ភ័យទេហើយអាចត្រឡប់ទៅធ្វើការតាមធម្មតាវិញបានពេលនោះប៉ូលីសស្រី Jessica ក៏បានដឹក Terry ចេញមកក្រៅហើយមុននឹងដោះលែង Terry នាងក៏បានវាយឯកោមទៅប្រាប់គ្នានាងថាជនបង្កហេតុបានរត់គេចពីប៉ុស្តិ៍ប៉ូលីសចូលទៅក្នុងព្រៃបាត់ទៅហើយគេរត់ទៅដោយគ្មានអាវុធនៅក្នុងខ្លួននោះទេតែគេគឺជាមនុស្សដែលគ្រោះថ្នាក់ខ្លាំងណាស់ Terry គេក៏បានធ្វើដំណើរទៅតុលាការម្ដងទៀតគាត់ដឹងច្បាស់ណាស់ថាគាត់មិនមានពេលច្រើនទៀតនោះឡើយដូច្នេះគាត់ក៏បានយកលុយទាំងនោះទៅឲ្យ Elliot ដើម្បីរាប់ហើយ Summer ឯនេះវិញនាងក៏ប្រញាប់ប្រញាល់ក្នុងការរៀបចំឯកសារដើម្បីធានាខ្លួនស្រាប់តែពេលនោះក្រុមប៉ូលីសក៏បានបុកចូលមកខាងក្នុងដើម្បីចាប់ខ្លួន Terry គេក៏បានលើកដៃឡើងលើហើយព្រមប្រគល់ខ្លួនតាមសម្រួលតែ Steve បែរជាបានបាញ់កំភ្លើងឆក់ទៅកាន់ Terry ហើយ Terry ក៏បានងៀតខ្លួនឲ្យដាច់ខ្សែនោះទៅហើយរូបគេក៏បានសន្លប់បាត់ស្មារតី Summer នាងមានការតក់ស្លុតខ្លាំងណាស់ហើយនាងក៏បានថតរូបទុកផងដែរហើយក្រុមអាប៉ូលីសឈួតនោះវា
វាក៏បានឃើញនៅពេលដែលដឹងខ្លួនមកវិញ Terry ត្រូវបានគេនាំទៅកាន់កន្លែងមួយហើយមិនបានប្រាប់ថានឹងនាំគេទៅទីណានោះទេ Sandy ឯនេះក៏បាននិយាយទៅកាន់ Terry ថាលុយដែល Terry ឃើញនៅក្នុងបន្ទប់នោះគឺពួកប៉ូលីសរឹបអូសយកមកដោយស្របច្បាប់ហើយលុយទាំងនោះនឹងត្រូវបានគេប្រើប្រាស់ដើម្បីបើកប្រាក់ខែឬចាត់ចែងតាមបែបផ្សេងៗដើម្បីជាប្រយោជន៍នៅតំបន់នេះហើយអាវុធដែលគេឃើញគឺជាអាវុធដែលពួកប៉ូលីសរឹបអូសបានពីការប្រើប្រាស់ដោយខុសច្បាប់របស់ប្រជាជនឯ Terry ក៏គេបានដឹងរឿងខ្លះតាមរយៈ Summer គេក៏បាននិយាយថាតើការយកលុយទៅទិញម៉ាស៊ីន Margarita តើវាមានប្រយោជន៍អ្វីខ្លះទៅ Sandy បានតបថាវាមិនមែនជាបញ្ហាធំដុំនោះឡើយវាគ្រាន់តែជាក្តីសុខតិចតួចសម្រាប់បុគ្គលិកបម្រើការងារតែប៉ុណ្ណោះហើយអ្វីដែល Terry បានឃើញនៅក្នុងបន្ទប់នោះវាគឺជាចំណែកមួយដែលពួកគេសមនឹងទទួលបានព្រោះថ្នាក់លើបានកាត់បន្ថយការចំណាយមកកាន់ប៉ូលីសមូលដ្ឋានដូច្នេះហើយគេត្រូវតែឆ្លៀតរកក្រៅបន្ថែមទៀតកំពុងតែនិយាយគ្នាសុកៗនឹងពួកគេក៏បានមកដល់គោលដៅភ្លាមនោះ Sandy បានបោះលុយមួយដុំដែលមានចំនួន$26,000ឲ្យទៅ Terry មុននឹងគាត់ប្រាប់ដំណឹងអាក្រក់ទៅកាន់ Terry គាត់បានប្រាប់ Terry ថាទីនេះគឺជាមន្ទីរពេទ្យដែលថ្នាក់លើបានផ្ដល់ដំណឹងមកថាសាច់ញាតិរបស់ Terry ដែលជាម៉ៃនោះត្រូវបានគេវាយធ្វើបាបដល់ថ្នាក់របួសធ្ងន់ហើយពួកគេកំពុងតែបញ្ជូនម៉ៃមកទីនេះដើម្បីធ្វើការសង្គ្រោះបន្ទាន់បន្ទាប់ពីលើបែបនេះ Terry គាត់ខឹងខ្លាំងណាស់ហើយគាត់បានងាកទៅស្ដីឲ្យប៉ូលីស Ivan ថាហែងឃើញទេអញធ្លាប់ប្រាប់ហែងហើយពេលនោះ Sandy បានសួរទៅ Terry ថាតើឯងព្រមទទួលលុយប៉ុណ្ណឹងឬក៏ចង់ជាប់គុក30ឆ្នាំព្រោះគាត់និយាយថារឿងដែល Terry ធ្វើនេះគេចង់ចាប់ Terry ពេលណាក៏បានដែរហើយគាត់បានប្រាប់ទៀតថាបើសិនជា Terry ព្រមរើសយកជំរើសទី1នោះគាត់នឹងថែមឡានមួយគ្រឿងដែល Terry គិតថាចង់ទិញនឹងឲ្យពីលើលុយនឹងទៀតតែ Terry បានតបថាតើលោកឲ្យលុយហើយនឹងឡាននេះដើម្បីបំបិទមាត់ខ្ញុំមែនតែ Sandy គាត់បានប្រាប់ថាគាត់ធ្វើនេះគឺដើម្បីដោះដូរនឹងរឿងដែលបានកើតឡើងទៅចុះហើយគាត់បានឲ្យ Terry ទៅទទួលឡាននៅព្រឹកនេះហើយបើសិនជា Terry មិនទៅទេនោះគឺស្មើនឹងមិនគោរពពាក្យសន្យាជាមួយនឹងគ្នាហើយចំណែក Terry គាត់ក៏យល់ព្រមតាមសំណើនោះទៅខណៈពេលនោះដែរយន្តហោះដែលដឹកម៉ៃក៏បានមកដល់តែគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលម៉ៃគាត់បានផុតជីវិតទៅបាត់ហើយ Terry គេក៏បានដោះយកផ្លាកឈ្មោះនៅលើដៃរបស់ម៉ៃហើយគាត់យំបណ្ដើអាណិតម៉ៃបណ្ដើដែលគាត់មិនអាចជួយម៉ៃបានទាន់ពេលវេលាបន្ទាប់មក Terry ក៏បានទៅប្រម៉ែប្រមូលអីវ៉ាន់របស់គេដែលនៅក្នុងព្រៃហើយក៏បានជួបជាមួយនឹង Summer ដែលបានមកត្រៀមទទួលគេផងដែរខណៈពេលកំពុងតែបើកឡានទៅហ្នឹង Summer បានបង្ហាញឯកសារភស្តុតាងមួយចំនួនឲ្យទៅ Terry ដោយគេបានរកឃើញភាពមិនប្រក្រតីតាក់ទងទៅនឹងរយៈពេលនៃការធានាខ្លួនរបស់ម៉ៃតែ Terry គាត់ហាក់ដូចជាមិនចាប់អារម្មណ៍នឹងរឿងនេះឡើយព្រោះគាត់កំពុងតែមានទុក្ខក្រៀមក្រំជាមួយនឹងម៉ៃហើយគាត់សឹងតែលេងខ្វល់ជាមួយនឹងពួកអស់នោះហើយតែ Summer បានប្រាប់ទៅ Terry ថាមានអ្នកនៅពីក្រោយតាក់ទងទៅនឹងការជាប់គុករបស់ម៉ៃព្រោះមានរឿងក្តីច្រើនណាស់ដែលស្រដៀងទៅនឹងម៉ៃដែរតែជនជាប់ចោទភាគច្រើនគឺគេគ្រាន់តែចាំនៅក្នុងគុកចំនួន90ថ្ងៃហើយក្នុងអំឡុងពេលនេះបើគ្មានការជំនុំជម្រះក្តីណាមួយតាក់ទងទៅនឹងពួកគេទេនោះពួកគេគឺអាចចេញក្រៅឃុំបាន Terry គាត់ក៏បានតបថារឿងក្តីនៅតំបន់នេះពិតជារញ៉េរញ៉ៃខ្លាំងណាស់តែគាត់មកទីនេះគឺមិនមែនមកដើម្បីកែប្រែអ្វីនោះឡើយគឺគាត់មកដើម្បីតែជួយម៉ៃតែប៉ុណ្ណោះសំខាន់ឥឡូវហ្នឹងគឺគាត់ចង់ធ្វើម៉េចឲ្យទៅចេញពីតំបន់នេះឲ្យបានកាន់តែលឿនកាន់តែល្អក៏ប៉ុន្តែមុននឹងគាត់ទៅគាត់ក៏បានទុកលេខទូរស័ព្ទមួយខ្សែឲ្យទៅ Summer ហើយបានអរគុណ Summer សម្រាប់ការជួយគាត់នាពេលកន្លងមករួចហើយគាត់ក៏បានទៅទទួលឡានដែល Sandy បានរៀបចំឲ្យគាត់ហើយគាត់នឹងចាក់ចេញពីទីនេះនឹងលែងត្រឡប់មកទីនេះទៀតហើយនៅយប់នោះដែរ Summer នឹងបានភ្ញាក់ពីដំណេកនៅកណ្ដាលអាត្រៀតនាងមានអារម្មណ៍ថាផ្ទះរបស់នាងដូចត្រូវបានគេចូលមកហើយនាងបានឃើញតារាងចាក់ថ្នាំនៅក្នុងឡាបូដែលមានប្រឡាក់ឈាមនាងក៏បានរកមើលនៅលើខ្លួនហើយក៏បានឃើញថាដៃឆ្វេងរបស់នាងមានគេចាក់អ្វីម្យ៉ាងចូលទៅភ្លាមនោះនាងបានគិតថានឹងទៅប្តឹងប៉ូលីសតែនាងក៏បានដូរចិត្តវិញព្រោះនាងដឹងថាក្រុមប៉ូលីសដែលចូលមកគឺជាក្រុមរបស់ Sandy ដោយនាងអស់ជំរឿសមិនដឹងថាត្រូវពឹងអ្នកណានាងក៏ទូរស័ព្ទតាក់ទងទៅ Terry ហើយ Terry បន្ទាប់ពីទទួលបានព័ត៌មាននេះហើយគេក៏ប្រញាប់ប្រញាល់មកផ្ទះរបស់ Summer ភ្លាមនៅពេលដែល Terry មកដល់គេក៏បានឃើញ Summer បានដេកស្ដុកស្ដឹងនៅក្នុងអាងទឹកបាត់ទៅហើយសំណាងល្អដែលនាងនៅមានដង្ហើមនៅឡើយនាងបានបដិសេធមិនព្រមទៅពេទ្យនោះទេព្រោះនាងគិតថាបើសិនជាពេទ្យពិនិត្យឃើញសារធាតុញៀននៅក្នុងខ្លួនរបស់នាងនោះជីវិតនាងហើយនឹងការងារនឹងត្រូវចប់សពគ្រប់ជាមិនខាននាងបានបកស្រាយថាច្បាស់ណាស់ថាជាប្តីរបស់នាងដែលបានធ្វើរឿងនេះឡើងដោយសារតែពេលនេះកូនគឺនៅជាមួយនឹងខាងប្តីហើយគេព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យ Summer នាងអស់សិទ្ធក្នុងការមើលថែកូននោះនៅពេលព្រឹកឡើងនាងបានរៀបចំខ្លួនទៅធ្វើការដូចជាគ្មានរឿងអ្វីបានកើតឡើងអញ្ចឹងហើយនាងបានប្រាប់ទៅ Terry ថានាងនឹងព្យាយាមតាមដានបន្ថែមតាក់ទងទៅនឹងរឿងក្តីរបស់ម៉ៃតែ Terry បានប្រាប់ទៅវិញ
វិញថាឲ្យនាងគិតតែពីកូនរបស់នាងទៅបានហើយកុំយកសាំងទៅលេងជាមួយនឹងភ្លើងនៅពេលដែលនាងទៅដល់កន្លែងធ្វើការគឺមានអ្នករាយការណ៍អំពីរឿងរបស់នាងកាលពីយប់មិញរួចទៅហើយដែលគេតម្រូវឲ្យនាងទៅធ្វើការតេស្តទឹកនោមជាបន្ទាន់តែនាងបានព្យាយាមប្រកែកថានាងពិតជាមិនបានធ្វើអ្វីដោយតែពួកនោះបានចោទនោះឡើយតែរូបគេហាក់បីដូចជាអស់សង្ឃឹមខ្លាំងណាស់នាងបានកាន់ឧបករណ៍តេស្តបណ្ដាលយមបណ្ដាលដែលមើលទៅនាងហាក់បីដូចជាគ្មានសង្ឃឹមទៀតនោះទេព្រោះគ្រប់យ៉ាងវាហាក់បីដូចជាមកដល់ទីបញ្ចប់ហើយសម្រាប់នាងអំឡុងពេលដែល Terry ព្យាយាមបើកឡានចេញពីតំបន់នេះគាត់ជួនគេក៏បានជួបជាមួយនឹង Steve ដែលព្យាយាមកាក់ឡានរបស់គេឲ្យឈប់រួចក៏មានឡានប៉ូលីសមួយទៀតនៅស្ទាក់ចាំខាងមុខរួចជាស្រេច Terry ក៏បានសួរទៅ Steve ថាមិនបានជាបកដៃឲ្យឈប់ដោយមិនបើកសារ៉ែនអញ្ចឹងសារ៉ែនខូចបាត់ហើយហើយ Steve ក៏បានសួរទៅ Terry ថាហើយចុះ GPS ក្នុងឡានហែងនឹងខូចដែរមែនហើយ Steve ក៏បានលើកឡើងពីពាក្យសន្យារបស់ Terry ថាគេនឹងចាក់ចេញពីតំបន់នេះ Terry គាត់ក៏បានយល់ពីគោលបំណងរបស់ Steve ហើយគាត់បានប្រាប់ទៅ Steve ថាគាត់មកនេះគឺជួយមិត្តភ័ក្តិរបស់គាត់ដែលមានបញ្ហាហើយ Steve គេបានលើកឡើងពីរឿងដែល Terry ឆ្មក់ចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសហើយបានយកលុយមួយចំនួនចេញមកវិញតែកុំភ្លេចថាកញ្ចៅដៃរបស់ Terry ឯងគឺនៅជាប់ពេញប៉ុស្តិ៍ប៉ូលីសនោះនៅឡើយទេអញ្ចឹងបើសិនជាគេចង់ចាត់ការ Terry ពេលណាក៏បានដែរនិយាយគ្នាមិនទាន់ចប់ស្រួលបួលផង Steve ក៏បានបាញ់ Terry មកគ្រាប់ចំទៅលើស្មាពីរអ្នកគេក៏បានប្រតាយប្រតបគ្នាបន្ទាប់មក Terry ក៏បានបាញ់កំភ្លើងអគ្គិសនីទៅកាន់ Steve វិញរួចហើយរូបគេក៏បានព្យាយាមបើកឡានគេចចេញទៅហើយប៉ូលីសដែលចាំនៅខាងមុខគេក៏បានព្យាយាមបាញ់ស្ទាក់ Terry ដែរហើយមូលហេតុដែល Terry គេបានសួរ Steve អំពីការបើកភ្លើងស៊ីរ៉ែនព្រោះគាត់ដឹងថាបើសិនជាភ្លើងស៊ីរ៉ែនវាមិនបើកទេកាមេរ៉ាមុខរបស់ឡានក៏វាមិនដំណើរការដូចគ្នាដែល Steve ចង់ធ្វើអីដាក់ Terry ក៏បានដែលគំនិតឈួតលប់ទាំងអស់នេះគឺ Terry គាត់បានដឹងមុនអស់ហើយព្រោះពួកនឹងវាមិនចង់ទុក Terry ទេដោយសារតែ Terry ដឹងផ្ទៃក្នុងរបស់គេច្រើនពេក Terry គាត់ក៏បានព្យាយាមបើកឡានកិច្ចរហូតមកដល់ក្រោមស្ពានមួយកន្លែងSaid I should leave town. Not you. Okay. No. All right. ហើយគាត់ក៏បានប្រញាប់ប្រញាល់តាក់ទងទៅកាន់ Summer តែ Summer នាងបានប្រាប់ Terry ថាមានប៉ូលីសម្នាក់ដែលជាមិត្តភក្តិរបស់នាងបានប្រាប់ឲ្យនាងចាក់ចេញពីតំបន់នេះហើយព្យាយាមនៅឆ្ងាយពី Terry ក៏បានណាត់ Summer មកកន្លែងមួយដែលនោះជាហាងម្ហូបចិនរបស់ Mr. Lu នេះឯងហើយពួកគេក៏បានពិភាក្សាគ្នាអំពីរឿងដែលបានកើតឡើងហើយក៏បានរកឃើញថារឿងដែលខុសប្រក្រតីដែល Summer បានប្រាប់ទៅរូបគេនោះគឺវាពាក់ព័ន្ធទៅនឹងការឃុំខ្លួនអ្នកទោសរហូតដល់ទៅ90ថ្ងៃដោយពួកគេគិតថាច្បាស់ជាមានរឿងអ្វីមិនស្រួលនៅពីក្រោយហើយដែលពួកគេកាន់តែចង់ដឹងថាអ្នកណាខ្លះដែលនៅពីក្រោយរឿងនេះដោយ Summer ទើបតែរកឃើញថាសូម្បីតែតុលាការក៏បានរួមចំណែកពាក់ព័ន្ធជាមួយនឹងរឿងនេះដែរដែលពេលនេះ Terry គេបានសម្រេចចិត្តច្បាស់ហើយគាត់នឹងព្យាយាមបកអាក្រាតរឿងរ៉ាវដ៏សែនស្មោកគ្រោករបស់ពួកវាដែលពួកវាព្យាយាមធ្វើស៊ីរូបគេទាំងពីរដើម្បីបំបិតមាត់តែ Summer នាងក៏បានរំលឹក Terry ចុះពាក្យដែល Terry បានប្រាប់នោះថាកុំឲ្យយកសាំងទៅលេងជាមួយនឹងភ្លើងអីតែ Terry គេបានតបវិញថាពីមុនពួកយើងគឺជាសាំងតែឥឡូវនេះពួកយើងគឺជាភ្លើងវិញម្ដងសាច់រឿងយើងបានកាត់មកដល់ពេលដែលពួកគេទាំងពីរកំពុងតែជិះចូលមកតំបន់នេះវិញ Terry ក៏បានឆ្លៀតសួរ Summer ថាមិត្តភក្តិនាងដែលជាប៉ូលីសនោះតើគេជាអ្នកណាឲ្យប្រកាសតែ Summer នាងមិនបានប្រាប់ Terry ទេថាម្នាក់នោះជាប្រុសឬក៏ជាស្រីដូច្នេះហើយ Terry គេសុំហៅម្នាក់នោះថា Serpico ហើយ Terry គេបានសួរទៀតថាតើ Serpico នឹងគេអាចទម្លាយផ្ទៃក្នុងរបស់រឿងពួកគេដែរឬទេតែ Summer នាងបានតបថាប្រហែលជាមិនងាយនោះទេបានត្រឹមរូបគេមកទម្លាយប្រាប់ប៉ុណ្ណឹងគឺអរគុណគេណាស់ទៅហើយបន្ទាប់មកពួកគេក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ចៅក្រមកាត់ក្តីនៅពេលដែលពួកគេបានជួបពិភាក្សាជាមួយតាចាស់ម្នាក់នេះហើយ Summer នាងក៏បានដឹងថាតាមពិតទៅកាមេរ៉ារបស់ប៉ូលីសគឺត្រូវរក្សាទុកបានត្រឹមតែរយៈពេល90ថ្ងៃតែប៉ុណ្ណោះហើយបើសិនជាគ្មានអ្នកណាប្តឹងឬក៏ស្រាវជ្រាវអ្វីនោះទេវីដេអូទាំងអស់នោះនឹងត្រូវបានលុបចោលហើយទិន្នន័យវីដេអូទាំងអស់គឺត្រូវបានរក្សាទុកនៅឯតុលាការដែលប៉ូលីសទាំងអស់នោះវាមិនអាចចូលទៅធ្វើអ្វីបាននោះទេហើយ Terry បានសួរទៅតាចាស់នោះទៀតថាតើកាមេរ៉ាដែលនៅលើខ្លួនប៉ូលីសវាថតដែរឬទេ
នៅពេលដែលពួកគេចុះចាប់ជនល្មើសហើយបើសិនជាកាមេរ៉ានោះថតតើពួកគេអាចប្តឹងដើម្បីសុំមើលវីដេអូភស្តុតាងនោះបានដែរឬអត់ហើយតាចាស់នោះក៏បានប្រាប់ទៅ Terry ថា Yes you can ចំណែកឯតួអង្គប្រុសរបស់យើងនៅពេលដែលគាត់បានទទួលព័ត៌មាននេះហើយគាត់ក៏បានដឹងថាគាត់នឹងត្រូវធ្វើអ្វីបន្តទៀតហើយបន្ទាប់មកគឺដោយអ្វីដែល Terry បានគិតទុកមុននេះអញ្ចឹងគឺពួកគេបានលួចចូលបន្ទប់ក្រោមដីនៃតុលាការដើម្បីទៅស្វែងរក hard disk ដែលរក្សាទុកទិន្នន័យវីដេអូទាំងអស់នោះតែចៃដន្យអីស្រាប់តែមានអ្នកផ្សេងលួចចូលទៅក្នុងនោះដែរហើយពួកគេក៏បានមកធ្វើការកំទេច hard disk នោះមុនបាត់ទៅហើយតែ Summer នាងក៏បានរកឃើញកន្លែងដែលដាក់ memory ហើយនាងក៏បានយក memory ទាំងអស់នោះទុកដោយនាងបានគិតថាវីដេអូទាំងអស់នោះក៏ស្ថិតនៅក្នុង memory card ទាំងអស់នេះដែរខណៈនោះ Summer ក៏បានព្យាយាមសំបែកផ្លូវជាមួយនឹង Terry សិនព្រោះនាងត្រូវទៅរករបស់សំខាន់មួយទៀតហើយពួកគេនឹងទៅជួបគ្នាវិញនៅក្នុងឡានហើយ Summer នាងក៏បានធ្វើដំណើរទៅដល់បន្ទប់របស់ចៅក្រមហើយនាងបានរកឃើញថាទឹកនោមរបស់នាងគឺមិនទាន់ត្រូវបានពួកគេបញ្ជូនដើម្បីទៅត្រួតពិនិត្យនោះទេតែពួកអាប៉ូលីសទាំងនោះវាក៏បានឃើញ Summer ល្មម Terry ឯនេះកំពុងតែចាំ Summer នៅក្នុងឡានតែភ្លាមនោះគេក៏បានឃើញថាប៉ូលីសមួយក្រុមនោះបានចាប់ Summer ដាក់ឡានបាត់ទៅហើយគាត់ក៏បានបើកឡានដេញតាមរហូតមកដល់កន្លែងមួយដែលពួកនោះបានផ្ទេរ Summer ចូលទៅក្នុងឡានមួយផ្សេងទៀតហើយ Terry គេក៏បានសម្រេចចិត្តបើកឡានទៅបុកប៉ូលីសម្នាក់ដែលនៅក្រោយគេដោយចាប់ខ្លួនប៉ូលីសម្នាក់នេះទុកហើយបង្ខំឲ្យគេឆ្លើយថាតើពួកនោះយក Summer ទៅណាតែប៉ូលីសម្នាក់នេះគេមិនមែនជាប៉ូលីសនៅឯប៉ុស្តិ៍ Shelby Spring នោះទេដូច្នេះហើយគេមិនបានដឹងថាពួកនោះយក Summer ទៅណានោះឡើយហើយ Terry ក៏បានឲ្យប៉ូលីសម្នាក់នោះតាក់ទងទៅគ្នាវាដែលជិះទៅមិញហ្នឹងហើយបានដាក់លក្ខខណ្ឌគ្នាឲ្យពួកនោះដោះលែង Summer ហើយ Terry គេនឹងបកគល memory card ទាំងអស់នេះទៅឲ្យពួកប៉ូលីសនោះវិញហើយពួកគេក៏បានណាត់គ្នាទៅជួបនៅកន្លែងមួយដែលមានឈ្មោះថា Rebel Ridge សាច់រឿងរបស់យើងក៏បានកាត់មកដល់នៅពេលព្រឹកឡើងនៅពេលដែលដល់ម៉ោងណាត់ Terry ក៏បានទូរស័ព្ទទៅជួបជាមួយ Sandy ដែលគេកំពុងតែចាំនៅប៉ុស្តិ៍ប៉ូលីសហើយ Terry គេបានរៀបរាប់នៅរឿងស្មោកគ្រោកដែលបានកើតឡើងនិងបាននិយាយប្រាប់ Sandy អំពីរឿងដែលភ្លើងឆេះនៅក្នុងតុលាការទៀតផងនៅពេលដែល Sandy កំពុងតែស្ដាប់នឹង Jessica ក៏បានប្រាប់ទៅ Sandy ថាពួកគេបានរកឃើញ Terry ហើយកាត់មកដល់ Rebel Ridge នេះវិញប៉ូលីសបានដើរពីក្រោយលើបដើម្បីទៅចាប់ខ្លួនរបស់ Terry តែនៅពេលដែលរូគេដើរទៅគៀកបំរុងនឹងផ្ទុះអាវុធហើយស្រាប់តែគេបានឃើញថាអ្នកដែលនៅក្នុងឡាននោះមិនមែនជា Terry នោះទេតែជាប៉ូលីសម្នាក់ផ្សេងទៅវិញដែល Terry គេមិនបានទៅចាំនៅ Rebel Ridge នោះទេតែរូគេបែរជាចាំនៅឯប៉ុស្តិ៍ប៉ូលីសនៅ Shelby Spring នេះវិញ Terry គេក៏បានបើកឡានអូសទម្លុះជញ្ជាំងបន្ទប់សម្ងាត់របស់ពួកវាចំណែកឯ Sandy គេក៏ត្រូវបើកឆាកប្រយុទ្ធជាមួយនឹង Terry ជាថ្មីម្ដងទៀតហើយរូគេព្យាយាមនឹងចាត់ការ Terry ហើយតែបែរជាត្រូវ Terry ដាក់ត្រូវមុនហើយ Terry ក៏ស្ទុះទៅចាប់កំភ្លើង Jessica ជាប់មួយទៀតតែ Terry គេបានប្រាប់ Jessica ថាគេបានដឹងអស់ហើយពីរឿងដែល Jessica បានព្យាយាមទម្លាយផ្ទៃក្នុងប្រាប់ទៅ Summer ដែលអាចឲ្យ Summer ជីកកកាយពីរឿងស្មោកគ្រោករបស់ពួក Sandy បានហើយគេក៏បានឲ្យ memory card ទាំងនោះទៅ Jessica ហើយបានប្រាប់ទៅ Jessica ថានៅក្នុង memory card ទាំងនេះគឺមានភស្តុតាងទាំងអស់របស់ពួកអាប៉ូលីសក្បត់ទាំងនោះនៅខាងក្រៅឯនេះវិញប៉ូលីសបានធ្វើការឡោមព័ទ្ធពេញអស់ទៅហើយ Terry បានប្រាប់ Sandy ថាបើសិនជា Summer មិនកើតអីគឺគេនឹងឲ្យ memory card ទាំងនេះទៅពួកប៉ូលីសតែបើសិនជាមានបញ្ហាណាមួយកើតឡើងលើ Summer គឺគេនឹងលេងពួកនេះជាជុតធំតែម្ដង Terry គេបានចាក់សាំងនៅលើគំនរលុយហើយថែមទាំងបានយកសាំងមួយធុងនោះទៅដាក់ចិត្តខ្លួន Sandy ទៀតផងហើយ Jessica បានប្រាប់គេថាបន្តិចទៀតនេះក្រុមរបស់គេនឹងមកដល់ទីនេះហើយ Terry ក៏បានឲ្យកំភ្លើងម្ដងទៅកាន់ Jessica ដើម្បីការពារខ្លួនតែ Jessica បែរជាយកកំភ្លើងនោះភ្ជង់ទៅកាន់ Terry វិញហើយក៏បានប្រាប់ទៅ Terry ឲ្យដើរចេញទៅក្រៅប៉ុស្តិ៍ប៉ូលីស Jessica នាងក៏បានប្រាប់ Terry ថារូគេមិនមែនជាមិត្តភក្តិប៉ូលីសដែល Summer បានប្រាប់នោះទេ Jessica បានបញ្ជាឲ្យ Terry លើកដៃទៅដាក់លើក្បាលហើយនាងបានវាយឯកោមទៅប្រាប់ប៉ូលីសនៅខាងក្រៅថាហាមបាញ់ព្រោះថ្ងៃនេះគឺមិនមានអ្នកណាត្រូវស្លាប់នោះទេហើយ Steve បានចាំនៅខាងក្រៅរួចស្រេចដើម្បីចាប់ខ្លួនរូគេ Jessica ក៏បានប្រគល់ memory card ទាំងនោះទៅឲ្យ Steve ហើយ Steve ក៏បានកំទេច memory card ទាំងនោះចោលអស់ទៅហើយថែមទាំងបានធ្វើមុខឌឺទៅកាន់ Terry ទៀតផងហើយ Steve បានប្រាប់ថា Summer នាងកំពុងតែសន្លប់នៅក្នុងឡានព្រោះពួកគេបានប្រើប្រាស់សារធាតុមួយយ៉ាងលើសលប់ទៅលើរូបនាងតែ Ivan គេក៏បានប្រាប់ទៅ Steve ថាឲ្យយក Summer ទៅពេទ្យសិនទៅតែ Steve គេខឹងខ្លាំងណាស់នៅពេលដែល Ivan កាត់មុខគេបែបនេះហើយគេបាននិយាយថាបើសិនជាយក Summer ទៅពេទ្យនោះច្បាស់ជាមានរឿងដល់ Summer ព្រោះ Summer គេបានជាប់ពាក់ព័ន្ធទៅនឹងបញ្ហាភ្លើងឆេះនៅឯតុលាការដែលមានន័យថាពួកនេះវាទម្លាក់កំហុសទៅលើ Summer ហើយ Steve គេបំរុងនឹងចាត់ការ Terry ហើយតែរូបគេបែរជាត្រូវ Ivan ហាមហើយពួកគេក៏បានភ្ជង់កំភ្លើងដាក់គ្នាហើយ Ivan បាននិយាយថាពួកយើងជាប៉ូលីសវើយយើងមិនមែនជាឃាតករទេតែ Steve គេមិនបានស្ដាប់ Ivan នោះទេពេលនោះហើយដែល Terry គេបានយល់អំពីមិត្តភក្តិប៉ូលីសដែល Summer បាននិយាយដែលសើបពីកោពិតប្រាកដគឺជា Ivan មិនមែនជា
Jessica នោះឡើយស្រាប់តែពេលនោះមានសំឡេងកំភ្លើងបានផ្ទុះឡើងអ្នកដែលត្រូវរបួសគឺ Ivan ដែលវាជាស្នាដៃរបស់ Sandy ហើយគាត់បានប្រាប់ទៅ Jessica កុំឲ្យហៅឡានពេទ្យហើយគាត់បានប្រាប់ទៅកូនចៅគាត់ទាំងអស់ថាត្រឹមរបួសជើងប៉ុណ្ណឹងសម្រាប់តែមួយអាទិត្យអាចមកធ្វើការវិញបានហើយឆ្លៀតពេលនេះដែរ Terry គេក៏បានយកកាតាបរត់ហើយព្យាយាមអូស Ivan ចូលទៅគៀនឡានបាត់ទៅហើយ Sandy រួមជាមួយនឹងប៉ូលីស 2-3 នាក់ទៀតបានធ្វើការបាញ់រះទៅលើ Terry ហើយនិង Ivan ហើយតួប្រុសរបស់យើងក៏បានធ្វើការតដៃដោយបោះគ្រាប់បែកផ្សែងហើយ Ivan បានប្រាប់ទៅ Terry ថាកាមេរ៉ាប៉ូលីសវានឹងដំណើរការថតភ្លាមៗនៅពេលដែលយើងបើកភ្លើងស៊ីរ៉ែនហើយកាមេរ៉ានេះវាអាចថតបានតាំងពី3នាទីមុនពេលដែលស៊ីរ៉ែនត្រូវបានគេបើកនោះមានន័យថាវាអាចចាប់បានតាំងពីសកម្មភាពដែល Sandy ធ្វើការបាញ់ទៅលើរូបគេពេលនោះតួឯករបស់យើងបានធ្វើការដាក់យកតែម្ដងក្បាច់គុណដែលគាត់ធ្លាប់ហាត់ទាំងប៉ុន្មានគឺគាត់យកមកប្រើប្រាស់វានៅថ្ងៃនេះហើយនៅពេលដែលគាត់ផ្ដួល Steve បានគាត់ក៏បានសរុបជាមួយ Steve នៅពេលនោះតែម្ដងទៅរួចហើយគាត់ក៏ប្រញាប់ទៅរកឡានរបស់ Ivan ហើយ Summer កំពុងតែសន្លប់បាត់ស្មារតីនៅឯខាងក្រោយហើយគាត់បានព្យាយាមចុចកុងតាក់ដើម្បីបើកស៊ីរ៉ែនរួចហើយគាត់ក៏បើកឡានទៅយក Ivan ហើយគាត់បំរុងនឹងបើកឡានដឹកអ្នកទាំងពីរទៅមន្ទីរពេទ្យសិនតែចៃដន្យអីអាប៉ិ Steve នឹងវានៅមានស្មារតីវាក៏បានរត់ទៅតោងទ្វារឡានហើយឡានក៏បានអូសវាទៅផងដែរតែចៃដន្យអីពេលនោះ Summer នឹងបានដឹងខ្លួនល្មមហើយនាងបានយកដៃរុញក្បាលអាប៉ិ Steve នឹងដាច់ផ្ងាធ្លាក់ពីលើឡានបាត់ទៅ Sandy ឯនេះវិញបានប្រាប់កូនចៅឲ្យប្រញាប់ដេញតាមឡានរបស់ Terry ដើម្បីកុំឲ្យរឿងរបស់ពួកគេត្រូវបានបែកធ្លាយរូបភាពកាត់មកឡានរបស់ Terry ឯនេះវិញ Ivan គេក៏បានបើកកាមេរ៉ាមើលហើយកាមេរ៉ាបានថតជាប់តាំងពីសកម្មភាពដែល Sandy បានបាញ់ជើងរបស់គេហើយបានប្រាប់ទៅ Terry ថាអាហារឌីសដែលនៅខាងក្រោយហ្នឹងត្រូវរក្សាទុកវាឲ្យស្រួលព្រោះផុសតាងគឺនៅក្នុងនឹងទាំងអស់ហើយនៅពេលដែលគេកំពុងតែបើកឡានស្រាប់តែឮឯកូមរបស់ Sandy ប្រាប់ទៅប៉ូលីសទាំងអស់ថាមានជនល្មើស3នាក់នៅឡានខាងមុខនេះមានន័យថា Sandy លែងខ្វល់ពី Ivan ទៀតហើយពួកប៉ូលីសនោះក៏បានបើកការបាញ់ប្រហាររហូតដល់ចំកង់ឡានផ្នែកខាងក្រោយរបស់ពួកគេហើយពួកវាបានបើកឡានមកស្ទាក់ខាងមុខផងខាងក្រោយផងហើយ Terry គេប្រុងនឹងចតដើម្បីប្រគល់ខ្លួនហើយតែ Summer ហើយនិង Ivan ហ្នឹងគេបានប្រាប់ថាមិនបាច់ចតទេពួកគេស៊ូស្លាប់ហើយពេលនេះហើយ Sandy គេបានបញ្ជាឲ្យ Jessica គៀឡានរបស់ Terry តែ Jessica បែរជាបើកឡាននោះទៅបុកនឹងឡាន Sandy ទៅវិញដែលធ្វើឲ្យឡាន Sandy ទៅមុខលែងកើតហើយប៉ូលីសដែលនៅខាងក្រោយប៉ុន្មានទៀតពួកគេបានបដូរចិត្តមកជួយ Terry វិញដោយពួកគេបានបើកឡានអប Terry រហូតទៅដល់មន្ទីរពេទ្យហើយ Jessica ឯនេះវិញនាងបានយកកំភ្លើងភ្ជង់ទៅ Sandy មុនពេលដែលថ្នាក់លើចុះមកចាប់ខ្លួន Sandy ព្រោះពេលនេះនាងបានឃើញពីអំពើស្មោកគ្រោករបស់ Sandy ហើយទីបំផុតពួកគេទាំង3នាក់នោះក៏បានទៅដល់មន្ទីរពេទ្យហើយ Summer និង Ivan ក៏ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា Terry ឯនេះវិញក៏គេមិនបានភ្លេចពាក្យប្រែផ្ដាំរបស់ Ivan ដែរដោយគេបានដើរទៅដោះដុំខ្មៅដែលនៅគូតឡាននោះដើម្បីទុកធ្វើជាភស្តុតាងដែលគាត់បានគិតថាដុំខ្មៅនេះគឺជាភស្តុតាងតែមួយគត់ដែលអាចកំទេចអាពួកប៉ូលីសដេរឆានទាំងនោះបានហើយថែមទាំងអាចឈានទៅដល់ការលុបបំបាត់នៅអំពើពុករលួយដែលបានកើតឡើងអស់រយៈពេលជាយូរមកហើយនៅក្នុងតំបន់ Shelby Spring នេះហើយរឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់